សួស្តីប្រិយមិត្តទាំងអស់គ្នាបាទកម្មវិធីកំណត់ហេតុសង្គ្រាមកម្ពុជាថៃឆ្នាំ2025-2026បានវិលត្រឡប់មកជួបអ្នកទាំងអស់គ្នាទៀតហើយបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកព័ត៌មានមកពីប្រភពគឺប្រភពបាទ Front បាទ24នេះមួយបាទហើយនឹង BBC មួយ BBC នេះគឺរបស់អង់គ្លេសហើយ Front 24នេះបារាំង24នេះគឺជារបស់បារាំងបាទអញ្ចឹងអត្ថបទនេះក៏ខ្ញុំបានបកប្រែជាអត្ថបទជាភាសាខ្មែររួចបាត់ទៅហើយខ្ញុំនឹងធ្វើការអាននៅការបកប្រែនោះជូនដោយសង្ខេបហើយក្រៅផ្លូវការទេណាគឺជាការបកប្រែក្រៅផ្លូវការទេបាទអញ្ចឹងនៅក្នុងវីដេអូឬក៏អត្ថបទព័ត៌មានមួយនេះគឺគេនិយាយអំពីការដោះលែងទាហានកម្ពុជា18នាក់របស់យើងពីប្រទេសថៃមកអញ្ចឹងខ្ញុំនឹងជូនតែម្ដងទៅហើយក្រោយពីខ្ញុំបានអានព័ត៌មានទាំងពីរនេះហើយខ្ញុំនឹងធ្វើការវិភាគរវាងតើបារាំង24ហើយនិង BBC ហ្នឹងគេវិភាគគេវាមានភាពខុសគ្នាយ៉ាងណាចំពោះការផ្សាយនិងខ្លឹមសាររបស់ព័ត៌មាននេះបាទអញ្ចឹងយើងចាប់ដើមទាំងអស់គ្នាបាទថៃដោះលែងទាហានកម្ពុជា18នាក់ដែលជាប់ឃុំឃាំងតាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីខែកក្កដាបាទអញ្ចឹងចំពោះបាទព័ត៌មាននេះគឺគេបានចេញតាំងពីថ្ងៃទី31ខែ12ឆ្នាំ2025នៅម៉ោង5 9នាទីហើយក៏ modify នៅថ្ងៃដដែលវេលាម៉ោង7:22នាទីបាទហើយរូបភាពនេះថតដោយបារាំងបាទបារាំង24បាទអញ្ចឹងយើងទៅទៀតថ្ងៃថៃបានដោះលែងទាហានកម្ពុជា18នាក់ដែលជាប់ឃុំឃាំងតាំងពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលផ្ទុះឡើងនៅការបាញ់គ្នានោះរវាងប្រទេសទាំងពីរកាលពីខែកក្កដាកន្លងទៅនេះគឺជាផ្នែកមួយនៃការព្រមព្រៀងឈប់បាញ់គ្នាឡើងវិញដែលបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់និងមនុស្សជាង1លាននាក់ត្រូវបានគេជម្លៀសចេញពីលំនៅឋានរបស់ពួកគេបន្ទាប់ពីការប៉ះទង្គិចគ្នាឡើងវិញនៅកាលនៅពីប្រហែលថ្ងៃមុននេះប្រហែលសប្តាហ៍មុនហ្នឹងកាលពីខែធ្នូនឹងឯងបាទអញ្ចឹងថៃបានដោះលែងទាហានកម្ពុជា18នាក់ហ្នឹងដែលត្រូវបានឃុំឃាំងជាឆ្លើយសង្គ្រាមបាទឆ្លើយសឹកហ្នឹងណាឆ្លើយសឹកអស់រយៈពេល5ខែបាទអញ្ចឹងកន្លែងនេះមិនគួរប្រើពាក្យ prisoner ទេគួរតែប្រើពាក្យថា hostage បាទដោយសារថៃហ្នឹងគាត់បាទចាប់ពួកវាហ្នឹងចាប់ទាហានកម្ពុជាយើងហ្នឹងក្រោយពីបទឈប់បាញ់ប្រហែលម៉ោងឯណោះអញ្ចឹងមិនមែនជាឆ្លើយសឹកទេនេះគឺគេហៅថាចំណាត់ខ្មាំងឯងគេហៅថា hostage ឯងតែនៅក្នុងនេះគេប្រើពាក្យថា prisoner អញ្ចឹងកាសែតគេសរសេរគឺគេផ្ដោតលើសិលធម៌ឬក៏យ៉ាងណាក៏យើងមិនដឹងដែរគេដាក់ឆ្លើយសង្គ្រាមបាទអស់រយៈពេល5ខែនៅថ្ងៃពុធនេះបន្ទាប់ពីការព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរបានបញ្ចប់សង្គ្រាមដ៏ខូខើមានថាដ៏ deadly មានថាវាពោពេញទៅដោយសេចក្តីស្លាប់ឬជោគជាំទៅដោយឈាមអស់រយៈពេលប៉ុន្មានសប្តាហ៍នៅតាមព្រំដែនដែលមានចំនួនព្រំដែនដែលមានរយៈពេលរាប់ទសវត្សរវាងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះបានផ្ទុះឡើងជាការប៉ះទង្គិចយោធាច្រើនដងក្នុងឆ្នាំនេះដោយការប៉ះទង្គិចចុងក្រោយបំផុតនៅខែធ្នូបានសម្លាប់មនុស្សរាប់សិបនាក់និងធ្វើឲ្យមនុស្សជាង1លាននាក់បានបាត់បង់លំនៅឋានបាទអញ្ចឹងមានវីដេអូមួយពីប្រទេសកម្ពុជាយើងនឹងបង្ហាញថានៅក្នុងចំណោមទាហាន18នាក់នោះមួយចំនួនហ្នឹងបាទគឺទាំងអស់តែម្ដងហ្នឹងណាបាទកាត់សក់ខ្លីហើយបានញញឹមវីដៃដាក់ទៅអ្នកដែលឈរចាំទទួលហ្នឹងណាតាមបង្អួចឡាននៅក្នុងខេត្តបៃលិនតាមព្រំដែនបាទលោកវឿងវីអាយុ51ឆ្នាំបាទនេះក៏គេបានស្រង់សម្ដីរបស់ឪពុក
ទាហានដែលត្រូវបានចាប់ខ្លួននោះដែលជាឪពុករបស់ទាហានក្នុងម្នាក់ក្នុងចំណោមទាហានដែលត្រូវបានចាប់ខ្លួនចុងខែកក្កដាបាននិយាយថាខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនអាចរងចាំជួបគាត់ទៀតបានទេមានថាគាត់មិនអាចរងចាំនៅក្នុងការជួបជុំគ្នាណាខ្ញុំនឹកគាត់ខ្លាំងណាស់បាទលោកបាននិយាយទៀតថាលោកនឹងទទួលដំណើរកូនប្រុសរបស់លោកត្រឡប់ទៅផ្ទះនៅរាជធានីភ្នំពេញវិញក្រសួងការពារកម្ពុជាបាននិយាយថាទាហាន18នាក់ត្រូវបានដោះលែងត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាពតាមរយៈបាទចំណុចមួយនៃការនៅតាមព្រំដែនបាទនៅតាមព្រំដែននៅព្រឹកថ្ងៃពុធបន្ទាប់ពីត្រូវបានឃុំឃាំងអស់រយៈពេល155ថ្ងៃបាទយូរមែនតើ155ថ្ងៃបាទអញ្ចឹងអ្នកដែលរងចាំហ្នឹងគឺយូរហើយបាទក្រសួងការបរទេសថៃក៏បានបញ្ជាក់ពីការនាំពួកគាត់ត្រឡប់មកស្រុកកំណើតវិញផងដែរដោយនិយាយថានេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈដ៏ល្អនិងការសាងទំនុកចិត្តតាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសថៃហើយខាងភ្នំពេញយើងក៏បានឆ្លើយតបថាខ្លួននៅតែមានសង្ឃឹមថាការដោះលែងនេះនឹងរួមចំណែកយ៉ាងខ្លាំងដល់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកបាទនេះជាការឆ្លើយតបរបស់ទីក្រុងភ្នំពេញបាទថៃបានទទូចថាខ្លួនមានសិទ្ធិឃុំឃាំងបរិសុទ្ធទាំងនេះបាទតាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវដែលគ្រប់គ្រងច្បាប់សង្គ្រាមដោយបាននិយាយថាពួកគាត់ត្រូវបានឃុំឃាំងបាទរហូតដល់ការប៉ះទង្គិចគ្នាបញ្ចប់អាញាធរថៃហ្នឹងបាននិយាយថែមទៀតថាឆ្លើយសង្គ្រាមបាទឆ្លើយសឹកហ្នឹងណាបាទតាមពិតមិនមែនទេគាត់ចាប់ក្រោយពីកិច្ចព្រមព្រៀងទេណាបាទទាំងនេះត្រូវបានអនុញ្ញាតឲ្យទទួលបាទសួរសុខទុក្ខពីគណៈកម្មការកាកបាទក្រហមបាទគណៈកម្មការបាក់ក្រហមនិងអង្គការសិទ្ធិមនុស្សផ្សេងទៀតដែលមាននៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិបាទអញ្ចឹងត្រង់នេះនិយាយមែនទែនទៅបាទបើកាលព័ត៌មានហ្នឹងដែលយើងមើលទាំងអស់គ្នាហ្នឹងថៃវាចោទថាទាហានយើង20នាក់ហ្នឹងហើយដែលបានដោះលែង2នាក់មកវិញហ្នឹងគឺចូលនៅក្នុងទឹកដីវាអញ្ចឹងណាហើយវាក៏ចាប់ហើយជាក់ស្ដែងយើងដឹងស្រាប់ថាថៃហ្នឹងវាយ៉ាងម៉េចវាមកធ្វើអាលាក់ដៃដើម្បីចាប់ដៃគ្នាថាបត់ឈប់បាញ់អីចឹងទៅតែវាមិនមែនអញ្ចឹងអីវាមានទាហានពាត់នៅក្នុងព្រៃពួនគេថាជិត100នាក់នោះហើយភ្ជុងឡើងឡានទាំង18នាក់បាត់ទៅបាទអញ្ចឹងវាគឺជារឿងមួយដែលឈឺចាប់ហើយអំពើនេះគឺជាអំពើមួយអមនុស្សធម៌ខ្លាំងមែនទែនបាទអញ្ចឹងមកដល់ចំណុចនេះគឺនិយាយពីគ្រួសារបានជួបជុំគ្នាវិញបាទប្រទេសជិតខាងនៅតំបន់អាស៊ានគ្នាបានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នានៅថ្ងៃសៅរ៍នេះបាទសម្ដៅលើកម្ពុជាថៃនឹងឯងដោយបញ្ជាក់ការប៉ះទង្គិចយោធាឡើងវិញរួមមានការបាទទម្លាក់គ្រាប់បែកធំនឹងការវាយប្រហារតាមអាកាសដែលរីករាលដាលទៅដល់ស្ទើរគ្រប់ខេត្តនៅតាមព្រំដែនទាំងសងខាងបាទជាក់ស្ដែងទៅគឺមិនមែនសងខាងទេបាទយន្តហោះវានឹងចូលដល់ក្នុងដីខ្មែរយើងនឹងឯងបាទបន្ថែមទៀតនោះថៃនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាបន្ទាប់ពីប៉ះទង្គិចគ្នានៅតាមព្រំដែនអស់រយៈពេលប្រហែលសប្តាហ៍ចំនួននេះគឺមកពីចំនួនបាទដីបាទតកតងនឹងព្រំដែននឹងឯងតកតងទៅនឹងចង់បានដីគ្នាទៅវិញមកនឹងឯងរវាងប្រទេសទាំងពីរអំពីការកំណត់ព្រំដែនសម័យអាណានិគមបារាំងឯនោះណាបាទនៃព្រំដែនដ៏វែងដល់800គីឡូម៉ែត្រដែលយើងមានព្រំដែនជួបគ្នានោះហើយកិច្ចព្រមព្រៀងឈប់បាញ់ហ្នឹងបានចុះហត្ថលេខានៅថ្ងៃសៅរ៍កម្ពុជានិងថៃបានសន្យាថាឈប់បាញ់គ្នានិងគាត់មានន័យថាផ្អាកកងទ័ពនៅជួរមុខហ្នឹងត្រឹមណាគឺត្រឹមហ្នឹងហើយនឹងមានធ្វើការបោះសម្អាតមានអីចឹងទៅបាទនេះគឺជាអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងបាទមួយចំនួនណាបាទអញ្ចឹងពួកគេបានយល់ព្រមគ្នាអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញពីព្រំដែនដោយសារការប៉ះទង្គិចរយៈពេល3សប្តាហ៍អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ
បាទឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានគណៈពេលដែលថៃនឹងត្រឡប់មានថាផ្ដាល់ទៅហ៊ានកម្ពុជា18នាក់ហ្នឹងមកឲ្យកម្ពុជាវិញក្នុងរយៈពេល72ម៉ោងបាទប្រសិនបើកិច្ចព្រមព្រៀងច្បាញ់នៅតែមានអនុភាពកម្ពុជាបាននិយាយថាទាហានរបស់ខ្លួនត្រូវបានកងទ័ពថៃចាប់ទៅថ្ងៃទី29ខែកក្កដាដែលជាប់ពីក្រោយបាទដែលចាប់ក្រោយពេលដែលបတ်ឈប់បាញ់កិច្ចព្រមព្រៀងឈប់បាញ់គ្នានោះបាទអញ្ចឹងដូចខ្ញុំបាននិយាយខាងលើអញ្ចឹងគឺចាប់ក្រោយពេលដែលយើងឈប់បាញ់គ្នាទាហាន18នាក់ហ្នឹងបាទអញ្ចឹងខ្ញុំបន្តបន្តិចទៀតចុះបាទដោយសារកន្លែងនេះគឺចំណុចសំខាន់ដែរខ្ញុំគិតថារំលងបាទមន្ត្រីកម្ពុជាម្នាក់បាននិយាយថាទាហានរបស់ខ្លួនបានដើរចូលទៅកាន់ទីតាំងថៃដោយមានគោលបំណងបាទសម្រួលដើម្បីមានន័យថាអបអរសាទរក្រោយពីយើងបានឈប់បាញ់ណាបានឈប់បាញ់ហើយគណៈដែលមន្ត្រីថៃបាននិយាយថាពួកគាត់នឹងហាក់ដូចជាមានគោលបំណងប្រឆាំងនឹងចូលទៅក្នុងដែនទឹកដីថៃដែលចាត់ទុកថាខ្មែរយើងចូលទៅក្នុងទឹកដីរបស់ថៃនឹងឯងហើយជាក់ស្ដែងមានទាហានយើងម្នាក់ដែលគាត់បានធ្វើពុតជាស្លាប់ដែលយើងមើលខ្ញុំប្រភពនឹងបានមកពីក្នុង Facebook ដែរបាទច្បាស់ការមិនច្បាស់ការតែភាគច្រើនឃើញបាទមានរូបភាពមានផុសតាងអីចឹងទៅបាទគឺឃើញទាហានធ្វើពុតស្លាប់ហ្នឹងគឺគាត់សាច់សស្គូសបាទគាត់ធ្វើដេកធ្វើជាស្លាប់ហើយគេមិនបានចាប់គាត់ទេគេចាប់តែពួកដែលនៅរស់ប្រហែលអ្នកហ្នឹងទៅបាត់ចឹងទៅហើយគាត់ក៏រត់រួចខ្លួនបានមកពេទ្យចឹងទៅហើយមែនតែនទៅគឺទាហានខ្មែរយើងចង់ទៅចាប់រលាក់ដៃជាមួយគេដើម្បីអបអរនៅបទជប់បាញ់ហ្នឹងឯងតែគេមិនគិតចឹងអីគេរលាក់ដៃទៅគេចាប់យកតែម្ដងទៅបាទអញ្ចឹងនេះគឺជាអ្វីដែលបាទដែលបារាំង24បានលើកឡើងឥឡូវយើងទៅមើលBBC វិញតើ BBC គេនិយាយយ៉ាងម៉េចចំពោះទាហានកម្ពុជាយើង18នាក់នោះបាទអញ្ចឹងខ្ញុំនឹងអានតែចំណុចសំខាន់បកប្រែតែចំណុចសំខាន់មួយចំនួនទេដែលយើងគួរតែដឹងនោះបាទអញ្ចឹងការដោះលែងទាហាន18នាក់នេះត្រូវបានពន្យាពេលមួយថ្ងៃដោយសារថៃនឹងចោទថាមានការរំលោភបំពានលើកិច្ចព្រមព្រៀងច្បាញ់គ្នាប៉ុន្តែវាបានបាទត្រូវបានទទួលសម្ពាធបាទក្រោយពីថ្ងៃនោះមិនឃើញប្រាក់សុខុនអ្នកមន្ត្រីការទូតរបស់កម្ពុជាត្រូវបានទៅចូលរួមកម្មវិធីមួយដែលថៃអញ្ជើញដែលចិនអញ្ជើញថៃហើយនិងខ្មែរទៅដើម្បីសម្រុះសម្រួលគ្នានោះបាទអញ្ចឹងក្នុងនេះគេនិយាយថាថៃនឹងត្រូវរងសម្ពាធខាងការទូតពីចិនបន្តបន្ទាប់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះនឹងបន្តអនុវត្តអញ្ចឹងថាចង់សម្ដៅទៅលើចិនហ្នឹងដាក់សម្ពាធទៅលើថៃដើម្បីដោះលែងទាហាន18នាក់ហ្នឹងឯងហើយបាននេះចំពោះ BBC នេះគឺបានចេញការពីម្សិលមិញដែរបាទអញ្ចឹងយើងទៅទៀតបាទស្រង់ចំណុចសំខាន់មួយចំនួនដោយសារខ្លឹមសារភាគច្រើនគឺដូចគ្នាទៅនឹងបារាំង24មិញដែរបាទអញ្ចឹងលក្ខខណ្ឌមួយនៃការជប់បាញ់គ្នាត្រូវបានដោះលែងទាហាន18នាក់នោះក្នុងរយៈពេល72ម៉ោងគឺមុនម៉ោង12រសៀលនៅក្នុងស្រុកនៅថ្ងៃអង្គារប៉ុន្តែការនេះត្រូវបានពន្យាពេលបាទបន្ទាប់ពីទីក្រុងបាងកកចោទប្រកាន់ថាកម្ពុជាយើងនេះរំលោភបំពានលើកិច្ចព្រមព្រៀងជប់បាញ់ដោយបង្ហោះដ្រូនជាង250គ្រឿងចូលទៅក្នុងទឹកដីថៃកាលពីថ្ងៃអាទិត្យបាទនេះគឺយើងដឹងហើយបើមិនជន់មីនទេក៏ស្អីផ្សេងចឹងទៅបាទអញ្ចឹងខ្ញុំសង្ខេបប៉ុណ្ណឹងហើយយើងមកមើលពីចំណុចខុសគ្នារវាងFrance 24ហើយនិង BBC បាទអញ្ចឹងចំពោះបារាំង24នេះគេផ្ដោតទៅលើទស្សនៈមួយដែលទូលំទូលាយផ្ដោតទៅលើរឿងទាំងមូលពីការដោះលែង
ហើយនឹងតាក់ទងទៅលើប្រវត្តិសាស្ត្រនៃចំនួនព្រំដែនហ្នឹងនិងកិច្ចព្រមព្រៀងទាំងឡាយនិងអ្នកចូលរួមអន្តរជាតិផ្សេងៗអញ្ចឹងទៅបាទហើយក៏បានបង្ហាញពីអារម្មណ៍របស់គ្រួសារទាហាននិងបានទទួលស្គាល់ថាការឃុំឃាំងទាហាននោះជំរុញឲ្យខ្មែរយើងនឹងមានជាតិនិយមបាទមានជាតិនិយមហើយនៅក្នុងនោះខ្ញុំបានបកប្រែឲ្យបារាំង24ជាបានយកពាក្យសម្ដីមន្ត្រីកម្ពុជាថាយើងមានសង្ឃឹមថានឹងការដោះលែងនៅទាហាន18នាក់ហ្នឹងនឹងបាទជាផ្នែកមួយដើម្បីជួយឲ្យកិច្ចព្រមព្រៀងច្បាញ់ឬក៏សន្តិភាពនឹងកើតមានឡើងអញ្ចឹងទៅបាទហើយក៏បានចោទប្រកាន់ទាំងសងខាងបានរៀបរាប់ពីការបកស្រាយផ្សេងៗគ្នារវាងថៃនិងកម្ពុជាអំពីការចាប់ខ្លួនទាហាននោះបាទតាក់ទងទៅនឹងប្រវត្តិសាស្ត្របាទបារាំង24វិញក៏បាននិយាយពីឫសគល់តាក់ទងទៅនឹងអាណានិគមដែរថាបារាំងបានដាក់និគមអាណានិគមលើប្រទេសកម្ពុជាហើយបន្សល់នៅផែនទីបាទអាចកើតជាចំនួនអីចឹងទៅបាទហើយតាក់ទងទៅនឹងលើឆាកអន្តរជាតិនោះបារាំងបានលើកឡើងពីទួនាទីរបស់អាមេរិកចិនម៉ាឡេស៊ីនិងកាកបាទក្រហមអន្តរជាតិបាទនឹងលើកឡើងពីការធ្វើដំណើររបស់ Trump ទៅម៉ាឡេស៊ីដើម្បីធ្វើជាគេហៅថាសាក់សីឬក៏ជាអាជ្ញាកណ្ដាលបាទចំពោះ BBC វិញបាទគឺផ្ដោតខ្លាំងទៅលើទស្សនៈរបស់គេនោះគឺផ្ដោតខ្លាំងទៅលើហេតុការណ៍ថ្មីបាទការបញ្ជាពេលដោះលែងសម្ពាធពីការទូតចិននិងការចោទប្រកាន់ថាខុសត្រូវក្នុងការរំលោភសន្តិភាពមានថាកិច្ចព្រមព្រៀងសន្តិភាពថ្មីនោះបាទដោយគេនិយាយថាគេបាទគេផ្ដោតទៅលើភាពជាថៃថាលើកយកសេចក្តីថ្លែងការណ៍ពីក្រសួងព័ត៌មានក្រសួងការបរទេសថៃនោះថាបង្ហាញពីឆន្ទៈល្អនិងទាមទារឲ្យកម្ពុជាតបស្នងបាទអញ្ចឹងមានន័យថាការសរសេរហ្នឹងគឺរៀងផ្អៀងទៅថៃបន្តិចបាទប៉ុន្តែបើយើងអានតាមធម្មតាมันវិភាគទេគឺស្ដាប់ទៅគឺមួយជ្រុងទៅគឺมันដឹងទេណាបាទហើយចោតប្រកាន់កម្ពុជាច្បាស់លាស់ថាការពញាពេលដោះលែងហ្នឹងគឺមកពីកម្ពុជាយើងហ្នឹងបង្ហោះដ្រូនចូលនឹងឯងបាទ250គ្រឿងនោះបាទហើយក៏បានមានទស្សនៈវិជ្ជមានតាក់ទងទៅនឹងការចរចារបស់ត្រាំដែលពណ៌នាថាកិច្ចព្រមព្រៀងរបស់ត្រាំហ្នឹងដែលត្រាំជាអាជ្ញាកណ្ដាលហ្នឹងគឺផុយស្រួយហើយវាអាចនឹងមិននេះទេមិនបានយូរអង្វែងទេបាទអញ្ចឹងតាក់ទងទៅនឹងកំណត់ហេតុផ្ទុះឡើងវិញនៅដើមឆ្នាំហ្នឹងថាមកពីការច្រៀងបទចម្រៀងស្នេហាជាតិរបស់ស្ត្រីកម្ពុជាដែលធ្វើការបកស្រាយច្រៀងនៅប្រាសាទដូចជាប្រាសាទតាក្បីកាលនោះមានស្ត្រីខ្មែរយើងម្នាក់នោះទៅជេរទៅអីនោះហើយBBC ហ្នឹងក៏បាននិយាយតាក់ទងទៅនឹងបាទទាហានថៃមកបាញ់ទាហានយើងកាលពីខែឧសភាម្នាក់នោះបានស្លាប់ទៅហើយបានមកប៉ះទង្គិចគ្នាមានស្ត្រីម្នាក់ច្រៀងហ្នឹងហើយក៏មានបរោះថៃម្នាក់លួចមកដាល់លោកនាគវងហ្នឹងហើយក៏មេតបនាគវងរបស់យើងហ្នឹងបាទហើយក៏រត់បាត់ទៅយ៉ាងទៅហើយខែ7ហ្នឹងក៏ចាប់ដើមផ្ទុះសង្គ្រាមតែម្ដងទៅបាទនេះគឺជាការលើកឡើងរបស់ព័ត៌មាននេះហើយខ្ញុំសូមសរុបសេចក្តីហើយបញ្ចប់តែម្ដងបាទតកតងទៅនឹងបារាំង24គឺគេព្យាយាមយករឿងទៅមូលបកស្រាយដែលផ្ដោតលើប្រវត្តិសាស្ត្រនិងបញ្ជាក់ពីអារម្មណ៍និយមជាតិមិនថាជាតិនិយមរបស់ខ្មែរយើងហ្នឹងណាវាមានវាផ្ដល់នៅចលនាមួយបង្ហាញពីការវិភាគច្បាស់លាស់និងយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់ប្រជាជនកម្ពុជាយើងបាទហើយចំពោះ BBC វិញគឺតកតងនឹងរបាយការណ៍សមរភូមិតែម្ដងដែលផ្ដោតលើភាពស្មុគស្មាញនិងការចោទប្រកាន់ទៅវិញទៅមកនៃដំណើរការសន្តិភាពនាពេលបច្ចុប្បន្នហើយលើកយកទស្សនៈរបស់ថៃច្រើនហើយនឹងពិនិត្យមើលភាពបរាជ័យនៃកិច្ចព្រមព្រៀងមុនបាទនេះគឺជាអ្វីដែល BCC បានលើកឡើងបាទយ៉ាងណាមិញ
បាទអ្នកទាំងអស់គ្នាដើម្បីឲ្យកាន់តែស៊ីជម្រៅនិងច្បាស់គួរតែបាទអានហើយនឹងតាមដានបន្ថែមទៀតដោយសារខ្ញុំក៏មិនមែនជាអ្នកបកប្រែជំនាញទេដែរបាទគ្រាន់តែជាការបកប្រែក្រៅផ្លូវការមួយទេបាទហើយអញ្ចឹងក៏ដល់មកក៏ឈានមកដល់ទីបញ្ចប់ដែរបាទសូមអរគុណបាទជួបគ្នានៅវីដេអូក្រោយទៀត